មកប្រកាសទឹកប្រាក់ដែលកូនក្រមុំ skinny ទទួលបានបងប្អូនតើគ្នាបាទចង់ដឹងថាកូនក្រមុំ skinny បាទរងដំបងនេះបាទសក់គីឡូរហូតដល់64គីឡូបងប្អូនគ្នាបាទទទួលទឹកប្រាក់ពីមេស្រីខ្ញុំចំណងដៃប៉ុន្មានមកស្ដាប់មេស្រីខ្ញុំនិយាយទាំងអស់គ្នាតមេចងទឹកប្រាក់បាទប្រពន្ធហៀក្តីនឹងប្រពន្ធហៀក្តីប្រពន្ធហៀក្តីនឹងហៀក្តីប៉ុន្មានដែរ82លានរៀលអូហើយមានឯងចោកច្រើននេះច្រើនយ៉ាងង82លានហើយឃើញអូនឯងធ្វើកាយបងដែរមែនគាត់ធ្វើកាយបងដែរអ่ะហើយចុះទិញឡានថ្ងៃមុនជាង500លានហ្នឹងអីគេអានេះតែ82លានឡានថ្ងៃមុនគិនទៅ500លានណាអូអញ្ចឹងហ៎ចុះ100000ពី400លានធ្វើអត់ហើយវាលើស100000ណាហើយមិន540លានហ៎អត់អីតែចងអញ្ចឹងម្ដងគេម្ដងយើងបងប្អូនទាំងគ្នាឲ្យតែខិតខំប្រឹងធ្វើការជាមួយនឹងក្រុមហ៊ុនរបស់មេស្រីស៊ូសូភាដឹងតែបានកដោបងប្អូនទាំងគ្នាបាទគឺមើលស្ដាយតែម្ដងបាទចង់ទឹកប្រាក់បាទ82លានរៀលបាទអញ្ចឹងបងប្អូនទាំងគ្នាដឹងខ្លួនថាអ្នកណាទាយត្រូវបាទប៉ុន្តែតែមួយនិយាយទៅសួរចេះវិញអ្នកណាគេខ្លាយជាកូនកំមុំ skinny បន្ទាប់បាទនិយាយទៅបងប្អូនបាទខ្លួនចូលមកបាទមានលក្ខខណ្ឌបាទកូនកំមុំ skinny ធ្វើមិនមកពីមុនធំបាទបន្ទាប់មកញ៉ាំ skinny ឲ្យស្រកគីឡូបាទមានផោះតាំងមានគេចូលទៅដឹងស្ដីទៅដឹងរៀបការអាហ្នឹងហើយកូនកំមុំ skinny ឧទាហរណ៍ថាបើគាត់ការប្តីហើយឲ្យគាត់ការចាប់គាត់ការម្ដងទៀតអត់ខ្ញុំអត់ទទួលខុសត្រូវចង់ការខ្លួនឯងទៅឥឡូវបាទមកសួរកូនកំមុំកូនកន្លោះវិញទទួលបានចំណងដៃពីមេស្រីខ្ញុំ82លានបាទពិតប្រកបអត់ពិតហ្មងលុយនៅមុខឯងមិនពិតមិនទៀតបងពិតអត់បាទពិតបាទគាត់សំដែងណាប្រាក់ខែប្រាក់អីចឹងណាចំណងដៃពិតគាត់ហ្មងបាទអូយទៅបងប្អូនតាគ្នាមេខ្ញុំគឺឲ្យដាច់ពិតទាំងតែម្ដងបងប្អូនទេបាទចំណងដៃផ្សេងបើធ្វើការកន្លោកដោផ្សេងទៀតបងប្អូនតាគ្នាមានគិតថាបងចងដៃអត់ពីដំបូងគិតតែអត់គិតថាដល់ឋានៈហ្នឹងដល់ច្រើនអញ្ចឹងគិតតែអត់គិតថាច្រើនអញ្ចឹងគិតតែក្នុងគិតថាហ្មងក្នុងចិត្តនិយាយយើងគាត់គិតថា20លានអីចឹងទៅគាត់នេះអីចឹងទៅមកលេង80លានជាង80លានបាទគិតក្នុងចិត្ត20លានទេបាទមិនសំដែងទេមែនទេអត់ដឹងទេទៅគាត់ដឹងទេថាគាត់ចង់ដៃច្រើនណាស់ហ្នឹងពួកខ្ចីគាត់ក្រៅច្រើនហើយគាត់ខ្ញុំទាយមុនហ្នឹងគាត់ថាសួរខ្ញុំថាឲ្យថាអស់គាត់ចង់ប្រហែលខ្ញុំផ្ទះឆ្លើយទៅខ្ញុំគាត់ថាខ្ញុំឆ្លាញ់លេខ9តែខ្ញុំយកលេខ7ឲ្យគាត់ខ្ញុំថា25000ចាតែនៅតែខុសដល់តែត្រូវដែរតែគ្រាន់ថាលេខ7ដូចគ្នាគ្រាន់ថាខ្ញុំហឹងខ្ពស់គាត់ហឹងទាបហ្នឹងហើយចង់ខ្លាចជាកូនកបំ skinny អត់ប្រវត្តិទេគាត់តែប្រើប្រាស់ជាមួយផលិតផល skinny ឬក៏ផលិតផលក្រុមហ៊ុនសាធម្មជាតិមួយមុខមកណាក៏បានដែរបងប្អូនគ្នាឲ្យតែប្រើឲ្យទទួលបានជាមួយគុណភាពផលិតផលពិតបងប្អូនទាំងគ្នានឹងទទួលបានជាមួយនឹងបានកាដូឬក៏បាទឱកាសការងារធ្វើការពីខាងក្រុមហ៊ុនមេស្រីខ្ញុំតែម្ដងបងប្អូនទាំងគ្នាបាទពិតអត់សំដែងទេអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចង់បានជាមួយ skinny អាចឆាតចូល page ក៏បានឬក៏បងប្អូនគ្នាអាចដើររកទិញតាមតូបតាមផ្សារ25កាច់ក្រុងក៏បានដែរបាទតូបគឺងអុបគឺមានឲ្យបងប្អូនទាំងគ្នាបាទចង់បានឆាតចូល page ដើររកទិញតាមតូបតាមផ្សារសុកគីឡូពិតមើលវីដេអូឲ្យទៅផ្សារចិត្តផ្ទះហ្នឹងកន្លែងណាលក់គ្រឿងក្អោបសួរគេមាន skinny អត់បងស្លាច់ជិតមកឯសាទិញប្រើឲ្យហើយទិញទៅដល់ពេលហើយចូលរោងការថ្ងៃណាហៅខ្ញុំមកការ៉ាពូនុយឲ្យទៅកាត់សក់ទៅដឹកដៃអីឲ្យហើយបងអូយបាទប្រាប់ខ្ញុំមុនស្រួលខ្ញុំត្រៀមលុយត្រៀមលុយត្រៀមខ្លួនត្រៀមកៅទៀតបាទអូយបងប្អូនតាគ្នាអញ្ចឹងណាបងប្អូន skinny របស់យើងគឺសក់គីឡូហើយបងប្អូនអាចមើលបងស្រីបានបាទគឺសក់គីឡូហើយគឺរូបរាងគាត់ហាប់ណែនបាទផ្ដោពីមនុស្សមួយទៀតតែម្ដងបាទលក្ខណៈថាពីមុនការដូចការមួយម៉ាក់ឥឡូវនេះដូចការមួយកូនអញ្ចឹងបាទឥឡូវក្មេងស្អាតខ្លាំងមែនតើបងប្អូនតាគ្នាបាទអត់ទេចង់ថាចេះដូចគាត់ការមុនការមួយគេថាដូចម៉ាក់អញ្ចឹងនេះដូចគាត់ម៉ាក់បាទឥឡូវនេះក្មេងគឺកូនអញ្ចឹងចង់និយាយថាការដូចកូនដូចថាគាត់ឥឡូវចាស់ខ្ញុំគិតថាខ្ញុំចាស់មែនអត់ទេខ្ញុំប្រៀបធៀបតែបងស្រីខ្ញុំទេបាទបងស្រីខ្ញុំពីមុនគឺគាត់បាទរៀបថាគីឡូធំគឺវ័យគាត់រៀងមើលទៅរៀងចាស់ជាងវ័យបងប្អូនតាគ្នាបាទនិយាយទៅឥឡូវនេះគឺអត់ស័ក្តិសមនឹងវ័យគាត់វិញបាទអាយុ50ជាងគេជឿគ្រប់គ្នាឥឡូវហ្នឹងគិតមកជិះបងប្អូនតាគ្នាបាទឥឡូវចង់បានស្អាតជាងក្មេងជាងវ័យរូបរាងស្អាតបាទទទួលបានសុខភាពល្អកុំភ្លេចប្រើប្រាស់ជាមួយបាទគ្រាប់សម្រក់ skinny